riêng để cua ở sầm nói bàn khệ mà đó là bằng ồn đôi ca song say rồi hoặc nhiều mền à lâu nít thấy cứ tranh một bạn để xa thấy tha mình prom tư lần tờ la ca on tra chiết ICJT đòi cái vô là ca cha bọc cái để bàn prom riêng kia tăngពីឆ្នាំពីពាន់មកម្លេះណាយកមកដោះស្រាយប៉ុន្តែទោះបីយ៉ាងណាក៏ដោយប្រមុខរដ្ឋាភិបាលរបស់យើងគឺគាត់បានមានប្រសាសន៍ឲ្យថាទោះបីជាមានបញ្ហាក៏ដោយត្រូវតែប្តឹងថៃហ្នឹងឡើងទៅតុលាការអន្តរជាតិ ICJ ពីព្រោះថារឿងអញ្ចឹងគឺมันអាចដោះស្រាយតែ2អ្នកបានទេវាត្រូវតែមានអ្នកទី3មកចូលរួមដោះស្រាយទៅបានវាចាញ់ហ្នឹងណាក៏ណាមួយក៏វាស្របទៅតាមយន្តការអន្តរជាតិផងដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំលើកយករឿងថៃដែលបដិសេធដែលបានចុះផ្សាយពីថ្មីណាបាទប្រមុខការពីជាតិថៃបដិសេធយុទ្ធការអន្តរជាតិ ICJ ព្រោះមិនចង់ដើរតាមខ្សែញាក់របស់កម្ពុជាវាទៅអញ្ចឹងណាថាយើងញាក់គេបើតាមពិតមិនហ៊ានទេបើសិនជាហ៊ាននឹងដឹងតែអាម៉ាស់ម្ដងទៀតហើយដឹងតែរបូតទាំងអស់របូតប្រាសាទទាំងប្រមាណគឺដឹងតែរបូតទាំងអស់ហើយពីព្រោះយើងដាក់ពាក្យបណ្ដឹងទៅគេហ្នឹងគឺមិនមែនបណ្ដឹងយកតែប្រាសាទតែមិនធំទេណាបងប្អូនគឺបណ្ដឹងយកប្រាសាទតែមិនតូចប្រាសាទតែមិនធំហើយនឹងប្រាសាទតាកបីនឹងត្រឡប់មកវិញពីព្រោះគឺមិនអាចលេងសើចបានទេហើយអញ្ចឹងហើយថៃក៏ប្រហែលជាគាត់អាចមានការបារម្ភឬក៏មិនទុកចិត្តបើថាបើសិនជាឡើងទៅដឹងតែចាញ់យើងទៅស្រុងហើយដល់ពេលអញ្ចឹងហើយបានជាថៃហ្នឹងគឺគាត់ប្រវែរឿងហ្នឹងយកមកដោះស្រាយអញ្ចឹងណាអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃនៅថ្ងៃទី4ខែមិថុនាដោយសារឈ្មោះគាត់វែងពេកខ្ញុំពិបាកអានណាមួយអង់គ្លេសគឺខ្ញុំអត់អានឈ្មោះទេអញ្ចឹងគឺខ្ញុំអានយកបដ ாய் ទៅបានបញ្ជាក់ពីគោលនយោបាយរបស់ថៃមិនទទួលស្គាល់យុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយទទួលយកយន្តការទ្វេភាគីដែលមានស្រាប់តែប៉ុណ្ណោះដូចជាអនុសរណៈនៃការយោគយល់គ្នាឆ្នាំ2000ជាដើមនឹងវាទៅជាអញ្ចឹងណាអានេះបើសិនជាគេមានសង្ឃឹមថាឡើងទៅតុលាការអន្តរជាតិ ICJ បើសិនជាមានសង្ឃឹមថាឈ្នះយើងមិនបាច់ចាំយើងបបួលទេប្រហែលជាបបួលយើងមុនបាត់ហើយអានឹងមើលទៅវាកាឡាវាអត់ទៅអត់រួចណាញ៉ៃដូចប្រាសាទព្រះវិហារអញ្ចឹងឯងទៅអត់រួចក៏ទទួលរងការអាម៉ាស់យ៉ាងធ្ងន់ធ្ងរហើយយើងត្រូវតែជៀសវាងការលេងនៅក្នុងល្បែងរបស់ពួកគេអានឹងថៃគឺចង់និយាយថាគាត់ជៀសវាងដូចថាបើសិនជាយើងស្នើសុំអីចឹងណាស្នើឲ្យដោះស្រាយតាមបែបយន្តការអន្តរជាតិគឺគេថាគេអត់នេះគេទៅបដិសេធជាបដិសេធល្បែងមួយហ្នឹងគឺអត់ដើរតាមរដ្ឋាភិបាលរបស់យើងទេអញ្ចឹងណាគេបដិសេធអញ្ចឹងទៅលោកបានសង្កត់ធ្ងន់បែបនេះបើតាមរដ្ឋមន្ត្រីការពារជាតិថៃត្រូវតែដោះស្រាយម្ដងមួយជំហានបើបរាជ័យត្រូវរកមធ្យោបាយផ្សេងនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃទៅអញ្ចឹងទៅបើសិនគ្មានការប្រែប្រួលទេកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃនៅថ្ងៃទី14ខែមិថុនានៅរាជធានីភ្នំពេញបន្ទាប់ពីបំពេញទស្សនកិច្ចនៅជប៉ុនសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី1ខែមិថុនាបានបញ្ជាក់ឲ្យគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាត្រៀមដាក់ចូលក្នុងរបៀបវរៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមិនធំប្រាសាទតាមិនតូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ យន្តការដោះស្រាយចំនួនព្រំដែននៅតុលាការអន្តរជាតិបែបនេះត្រូវបានថ្នាក់ដឹកនាំកម្ពុជានិងប្រជាជនគ្រប់គ្រងយ៉ាងខ្លាំងត្រូវហើយបងប្អូននៅពេលដែលមានការលើកឡើងថានឹងប្តឹងថៃទៅតុលាការអន្តរជាតិអានឹងគឺជារឿងមួយដែលយើងទាំងអស់គ្នាត្រេកអរមែនទែនសប្បាយចិត្តមែនទែនពីព្រោះអីមិនចង់ឲ្យប្រទេសមួយនិងប្រទេសមួយមានការផ្ទុះអាវុធដាក់គ្នាបាញ់បោះគ្នាតែកាលណាមានការបាញ់បោះគ្នាវាធ្វើឲ្យមានការ
slap riêng luôn nhé anh ấy bị bay đôi chì dương lên là bay sạchទឹកđã khnia tất cả na sạchទឹកđã khnia tới vì cho ba hay nên na trâu sơm chân nên na một sâu sơm chân có việc miền ca khôi hạt đôi đã khnia thì pro thaสมัยนี้ซ่อมสภาพวุฒิคือตะเนิบสมัยแต่យើងក៏មានសភាពវុតើបដូចគ្នាអញ្ចឹងហើយគេក៏មិនអាចចូលមកបានដោយងាយមិនអាចលេងជាមួយយើងបានដោយងាយហើយក៏យើងក៏មិនអាចលេងបានលេងជាមួយគេបានដោយងាយទេអាចចំណុចនេះគឺត្រូវតែប្រយ័ត្នប្រយែងមែនទែនដោយសម្ដេចប្រមុខរដ្ឋាភិបាលរបស់យើងគឺគាត់យកយន្តការបែបសន្តិវិធីមកដោះស្រាយនេះគឺល្អមែនទែនវាបានសុខទាំងអស់គ្នាបានសុខទាំងថៃក៏បានសុខទាំងយើងអញ្ចឹងណាវាអត់មានការបង្ហូរឈាមអត់មានការស្លាប់នឹងរបួសអីចឹងទៅហើយណាមួយក៏វាចំណេញថវិកាជាតិដែរតែកាលណាមានសង្គ្រាមសេដ្ឋកិច្ចក៏ធ្លាក់ហើយធនធានដែលមានស្រាប់ក៏ត្រូវតែចំណាយអស់មិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែប្រជាពលរដ្ឋក៏រស់ដោយក្តីវេទនាដែរសង្គ្រាមគឺអត់ស្រួលទេអញ្ចឹងហើយបើសិនជាជៀសបានគួរតែជៀសអញ្ចឹងណាបងប្អូនហើយខ្ញុំគឺគ្រប់គ្រងមែនទែនក្នុងការធ្វើឲ្យមានការជៀសផុតពីសង្គ្រាមកុំឲ្យមានការបង្ហូរឈាមដាក់គ្នាអញ្ចឹងណាគឺល្អមែនទែនបើសិនតែយើងដោយថាគេបង្ខំយើងដើរដល់ផ្លូវទល់អានឹងយើងមិនដឹងធ្វើម៉េចទេចង់មិនចង់យើងជាប្រជាពលរដ្ឋដូចជាខ្ញុំប្រជាពលរដ្ឋនេះគឺចង់មិនចង់ក៏ត្រូវតែស្ម័គ្រចិត្តធ្វើជាទាហានធ្វើជាយោធាដើម្បីឡើងសមរភូមិដែរមិនសុខចិត្តនៅអង្គុយចាំស្លាប់ឲ្យធ្វើបាបឬក៏រំលោភយកដែនដីរបស់យើងបានដោយសេរីនោះទេនេះគឺជាទឹកចិត្តរបស់ប្រជាជនកម្ពុជាមិនមែនតែខ្ញុំទេសឹងថាទូទាំងប្រទេសគឺនឹងមានលក្ខណៈស្នេហាជាតិអញ្ចឹងបាទហើយសារនេះក៏ផ្ដាំទៅថៃផងដែរថាខ្មែរគឺមិនអាចលេងសើចបានដោយងាយស្រួលពេកទេកុំអាងតែខ្លួនឯងមានកុំអាងតែខ្លួនឯងមានសម្ភារៈប្រើប្រាស់ទំនើបចឹងយើងឯណាកុំគិតថាវាងាយស្រួលហើយភងយើងណាបើសិនជាចង់យ៉ាងម៉េចគឺអាចកំដរបានកំដរលេងបានអញ្ចឹងណាគឺវាមិនងាយស្រួលឲ្យអ្នកឯងនឹងមករំលោភបំពានបាទដូចជាបូរណភាពទឹកដីឬក៏ប្រាសាទដែលស្ថិតនៅក្នុងដីរបស់យើងហើយស្រាប់តែអ្នកឯងថាមកចង់បានចឹងអីហើយមិនស្រួលមិនត្រឹមតែប្រាសាទតែមិនតូចតែមិនធំនឹងទេស្រួលតែយូរឆ្នាំទៅអាចធ្លាយដល់ប្រាសាទប្រទេសឆ្មាទៀតស្រួលដែលតាមដែលចិត្តចង់បានមិនលេងសើចទេឆ្ងល់គឺទៅមានបានហើយគ្រប់គ្រាន់ហើយប៉ុណ្្នឹងហើយចិត្តលោភលន់គឺអត់ចេះឈប់តែម្ដងអានឹងខ្ញុំមិនដឹងថានៅក្នុងស្រុកនេះឯងវារមិចអីមិនខាងផ្នែកនយោបាយអីមិនខ្ញុំអត់ដឹងទេប៉ុន្តែជាក់ស្ដែងគឺអ្នកឯងបានមកប៉ះពាល់ដល់ក្រុមគ្រួសាររបស់ពួកខ្ញុំហើយអញ្ចឹងហើយខ្ញុំក៏មិនអាចឲ្យអ្នកឯងបានដោយស្រួលដែរបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនជម្រាបលាបាយបាយ